ឡើងទៅមកដើមអត់ក្រោមពី150គីឡូទេ150គីឡូហើយក្នុងមួយដើមយើងចំណេញបានឬក៏វាយទៀតថា100គីឡូចុះចឹង100គីឡូបើយើងគិតថា3000វា30ម៉ឺនមួយដើមហ្នឹងហើយយើងចំណាយអាម៉ានមួយដើមហើយមួយដើមបើយើងធ្លាប់គិតគណនាមួយដើមចំណាយតាំងពីដើមថែតាក់តែងរហូតដល់ប្រមូលផលវិញហើយជា$18អស់ហ្នឹងណាចឹងវា$18យើងអាចថាខ្ទង់80000 100000ចាចឹងយើងបាន300000ចឹងវាចំណេញបាន20000ដែរយើងធ្វើស្ទឹកចុងក្រោយគឺស្ទឹកសំខាន់កាលណាធ្វើស្ទឹកឲ្យបានល្អចេញឲ្យបានអស់ក្នុង100ដើមទៅទី100ដើមគាត់ចេញបានតែ60ដើមនេះបាទពេញណាយើងគិតអញ្ចឹងបានន័យថា100ហ្នឹងអត់បានពេញអីដែលគាត់បាញ់ឆ្នាំទាំងអស់ខាតបាទអូខេតែបន្ថែមទៅលើជីកំប៉ុស្តត្រូវដើម្បីកាត់បន្ថយចំណាយជីគីមីវាថ្លៃបច្ចុប្បន្នហ្នឹងហើយថ្លៃរោវិធីរោចែកទេសផលិតជីកំប៉ុស្តថែមដាក់តាមគល់វាកាត់បន្ថយចំណាយហើយកាលណាយើងកាត់បន្ថយចំណាយបានផលចំណេញហ្នឹងវាអាចកើនឡើងត្រូវអីពីច្រើនយើងធ្វើក្នុងខែណាបងយើងចាប់ផ្ដើមធ្វើពាក់ព័ន្ធទៅនឹងមានបៃលិនហ្នឹងគេធ្វើជាធម្មតាគេមើលទៅលើទីផ្សារវាគេយកបើកទទួលទិញអញ្ចឹងចាប់ពីខែ8ស្មើខែគេសីហាចាប់ខែសីហាទៅគេបើកទទួលទិញហើយអាហ្នឹងយើងសិក្សាអំពីទីផ្សារសិនបានយើងតម្រូវនឹងដាក់សារហ្នឹងបាទអញ្ចឹងបើគេបើកគេថាឥឡូវឆ្នាំហ្នឹងគេបើកតែឥឡូវគេថាបើករហូតមួយឆ្នាំទល់មួយឆ្នាំបើឆ្នាំទល់ឆ្នាំយើងអត់ចោលទេសំខាន់នៅលើដើមរបស់យើងតើវាការថែទាំរបស់យើងហ្នឹងធម្មតាក្រោយជាលក្ខណៈបច្ចេកទេសណាបាទយើងនិយាយពីបច្ចេកទេសគឺក្រោយពីការប្រមូលផលរួចយើងត្រូវតាក់តែងមែកហ្នឹងតែហ្នឹងមួយឆ្នាំយើងធ្វើបានម្ដងហ្នឹងណាមួយឆ្នាំបានម្ដងទេមានក៏ប៉ុន្តែបើមានគេច្រើនគេធ្វើមួយឆ្នាំហ្នឹង2 3 4គេបដិញគ្នានេះបដាក់គ្នាអញ្ចឹងគេអាចប្រមូលផលមួយឆ្នាំរហូតបានបាទជាធម្មតាគេគិតចឹងបើយើងដឹងថាមានហ្នឹងអាយុប្រមូលផលវាខែវស្សា6ខែ20ថ្ងៃបាទខែប្រាំងគឺ7ខែ10ថ្ងៃបានអាចប្រមូលផលបានបាទអញ្ចឹងយើងគិតថាឥឡូវយើងប្រមូលផលរួចខែ7ឬខែ11អញ្ចឹងយើងចង់ដាក់បន្ទាប់ទៀតលូត្រាវាបាន3ត្រួយបន្ទាប់ពីយើងប្រមូលផលរួចបាទអញ្ចឹងប្រមូលផលរួចគេត្រូវតាក់តែងមែកអញ្ចឹងឲ្យស្លាស់ដើម្បីបញ្ចេញត្រួយថ្មីហើយដាក់ជីឲ្យបញ្ចេញត្រួយថ្មីទៅសំហាសាច់ថ្មីបានមួយត្រួយ2ត្រួយ3ត្រួយបានគេត្រូវតាក់តែងមែកហ្នឹងដកផ្នែកឲ្យមួយសាទៀតមុននឹងដាក់សារថ្មីអញ្ចឹងបានថាយើងតែងមែក2ដងពី3ដងណាតាមស្ថានភាពជាក់ស្ដែង2ដងណាតែងប្រមូលផលហើយមួយសាយើងតែងមួយសាតែងដើម្បីឲ្យហ្នឹងហើយអាមែកដែលវាខូចក្រោយពីការកាច់ប្រមូលផលមានមែកខ្លះយ៉ាស់មែកខ្លះបាក់ហើយយើងតាក់តែងសារជាថ្មីឲ្យយកមុំយកគេហៅថាឲ្យពន្លឺថ្ងៃអីចូលបានល្អណាស់គ្រប់វិញបាទហើយជាធម្មជាតិរបស់រុក្ខជាតិហ្នឹងកាលណាយើងតាក់តែងមែកវាចេញត្រួយបាទត្រូវហ្នឹងហើយចេញត្រួយយើងថែមជីដីទីអីទៅដើម្បីឲ្យអាត្រួយដែលវាចេញមកថ្មីហ្នឹងគឺវាមានអាហារគ្រប់គ្រាន់ស្លឹកវាធំបាទវាកម្លាំងមើលយើងតែងមែកហើយបន្ទាប់មកយើងចាប់ផ្ដើមអត់ទាន់ចាក់សារទេត្រូវហ្នឹងយើងចាប់ផ្ដើមបាញ់ជំនួយស្លឹកត្រួយយ៉ាងហោចណាស់ក៏3ត្រួយដែរហ្នឹងហើយគេអញ្ចឹងយើងតែងមើលដំបូងយើងតែងមែកបាទតែងមែកហើយបន្ទាប់មកយើងចាប់ផ្ដើមដាក់ជីគល់ណាថែទាំដាក់ជីលើកទី1លើកទី2លើកទី3ឲ្យបាន3ដងហ្នឹង3ដងជីគល់3ដងជីគល់បាន2ដង3ដងក៏បានដែររាល់ការបញ្ចេញត្រួយថ្មីរស់អាលាស់រូតលាស់ត្រួយថ្មីយើងគួរថែមជីអូខេគុំឡងថាដីថែមជីដើម្បីឲ្យស្លឹកហ្នឹងវាទទួលអាហារបានគ្រប់គ្រាន់ស្លឹកវាធំបាទបាន3ដងអានេះតាមចេញទេស3ដងហ្នឹងយើងមើលស្លឹកទីចុងក្រោយហ្នឹងបើសិនជាវាចេញមកហើយស្រុកគ្នាយើងត្រូវថែស្លឹកហ្នឹង
thợ miên hà lối lắc là hà đầy chẳng na khăn là trôi trong cào trong khăn thai bánh sạch lát đây nằm rộng ngồi trên nó đã từ bà bật hai dương mơ nông trên lọ đào thợ miền vùng bên đây thử đó đỏ về thợ năng này bà đỏ hai dương tìm mơ lắc chả là bố mà anh đã về trình ca chia tham mấy bác trình tàu chẳng chỉ tôi tới dương vô bay trùi vô bay trùi này đã bay tòng năng này bay chặt này ok bay chặt bạn vì ai thà dương fly máu vì lỏ bao này cái tốc cao một nam lúc đó thì thơ một nam thì lên nam nhớ nó fly lên cài vô khơi mà quạt năng này tam sai cái gì vô tại bay chặt nó cái thợ ba này bay chặt nó cái chẳng bây tờ bom pot dương một phá dương chập đam tay mề dương chập đam tay mề hái vì lọt túi dương chập đam đại chỉ cồn xà chỉ cồn xà dương pon sạc ấy chuyển nuôi xa thiên châm từ chẳng hạn này hay lo mà xa tiết dương đã chỉ cồn xa tiền mày thôi ok chỉ cồn xa tiết thấy dương có bánh chuyển nuôi sạc xa tiết này này ca lọt túi vì ai bậc hai prang phơi pram ngay tôi bậc hai nó bị chơi như này cho nó bà khai xã bạn dư tịch khai xã bạn khai đồng khai cả lát ban bị chơi ban một tuổi ồ mấy ban khai và xa dư trên khai pram bình khai và xã việc thơ miên bờ lư bậc khai prang bờ lư kháng ca lụt đó bây giờ sử dụng hai ban lươn chiềng trên trôi lươn bình nè nó cái đường thom chiết mà đang hà nó tôi khai và xã bờ lư ở thơ miên này hay tắc với chục chuông vậy của con rư vật sâu đài rồi năng này vì sơ chạm vô sao thiên chấm này chỉ cho mặt bàn chẳng đầu pe dương bàn trôi bảy thằng bảy chát này bọn này bảy chát dương giờ nó pra giả pe mà tăng bị chát tim môi hoặc chát tim bảy chát tim môi pra pe thì lo ở bờ sân gì dương thưa sẽ là cặp ton thì bảy khai đã buồn khai bạn bảy trôi tăng bị tim môi là tim bảy nó bảy khai này bạn bảy khai dùng vai thà chúng cá bờ dương ăn miên và con tắc rục rón trên trôi bạn hai thô lô đập kèm khai mũi khai dù đây nè cái trôi bạn đà cháu trong cái đào lên trôi cái là bạn bay trôi cái đà bàn này trong nó bây giờ bắt đào trôi thì bấy nhưng chả làm chả sàn tại tầm khăn dương phần đất trôi trong còi nó cứ phần đất hay thôi rằng ná trôi trong còi sọc nè sọc nè bên đây tha bởi vì mình sọc dương thầu đầm nhôi banh xa thiệt đầm nhôi được banh thằng nam ấy cái đòi oi tại vì sọc nè bà thấy chả bắt đào trên trôi thì bấy chả làm chả sàn thôi bọn này này chắc vì thọc nãy chả sàn thấy giống như banh ấy cho nuôi về tham chưa đó nông đây này ca và chia về trên kho đấu nó mình miên thì cái đây làm ắt môi và tham rồi lơ môi tiệt rồi nhá sàn nó vì miên pi và phê đại cái pra miên sodium chlorate potassium chlorate tại nông nắng có miên pra tại potassium với sodium chlorate miên nông sản phê là liêng trung kháng cái pra bánh lưới slap hòn kiểu pra tại nó chạm đầy so tại muốn cái chạm thành đầy chảo bà là potassium chlorate bài cái hào san ca chủ bài chảo đấy ở trên này bà tại bài bón làm với trên nhỏ ban rồi group đào nó cái thử bánh xà thịt đó nó bị lơ tiền bà chẳng mình bánh tại năng sót đây thì lia chỉ môi năng bị xa tu lấy chứ nè miền là potassium chlorate nắng bột chỉ môi năng son happy 34 bột chỉ môi năng thiourea này thiourea nó đâm bay đầm nhôi phần lộ túi cá nẹo lươn bài nhà nó pi là 7 đòn muốn khá bánh tà lơ nó xuất cả bà này 4 đòn chứ người ta phải chạy tí cá lọp thơ bạc kê bà lá cái pra potassium chlorate bột chỉ môi micro xạ thiết môi chỉ nôn miên là bay xôn dài và môi miên xôn happy 34 flash xôn học sập nhá ta phải riêng luôn ở miền nào này này phải thay thiourea nè đã cho thì bay buôn một nó lơ sọc bua đỏ tại vì chạy tây dương đã đây mà xá bay lơ pizza nhưng mà sáng nó vì trên trôi này ở trên ca này tập pizza trên
liên ca bánh các người của chúng một top vì ca bánh chia ca bằng xa là thiết trên thọ đấy việc phá xa thiết bằng ca lút lò về lại cái pung ta lõ nhưng cái bánh bằng viên púp rồi có chiết chỉ thầm đa mình chẳng ai ca nên tạm chia khỏi đấu cái phá xa thiết pi nắng cái đầm bay bằng ca lút lò năng ngày bà có lối trình ca này về bằng vấp rồi có chiết là cái pung cầm lăng chứ ở đó là hai khúc ron hỏi bằng viết việc phải luôn về tiền mình trên ca tầm đó năng ngàyต่อไปយើងបាញ់រយៈពេលបង្អាហើយយើងមានរយៈពេលដើម្បីបញ្ជាវាឲ្យបើកភ្នែកការអីគេប្រើពួកសារធាតុមីក្រូសារធាតុដូចម៉ាស្យូមសង្កសីហើយជីដែលមានសារធាតុការប៉ូស្យូមផូស្វ័តខ្ពស់ដើម្បីកុំឲ្យស្លឹកសារធាតុកាលណាសូត្រវាខ្ពស់វាធ្វើឲ្យស្លឹកលូតលាស់ខ្លាំងវាផ្កាហ្នឹងវាអាចលេបអញ្ចឹងគេបាត់ទៅវិញអាចជ្រុះអាចអីហ្នឹងសូត្រហ្នឹងមិនឲ្យលើសពីមិនឲ្យលើសពី 10% ទេតែទៅប៉ូស្យូមផូស្វ័តហ្នឹងវាខ្ពស់ហ្នឹងបានស្លឹកហ្នឹងវាអត់លេបផ្កាបាទអញ្ចឹងគេប្រើជីចាប់តាមទៀតតែមែនយើងប្រើប៉ូស្យូមក្លរ៉ាតហ្នឹងវា 99% ហើយតែក៏វាមានប្រសិទ្ធភាពត្រឹមតែ25ថ្ងៃហើយហ្នឹងវាសាបហើយអញ្ចឹងគេត្រូវថែមអាជីហ្នឹងថែមបាទចុះបើយើងគិតពីការរហូតដល់យើងប្រមូលផលបដ ாய் ទៅពីការរហូតប្រមូលផលប្រហែលមួយខែខែភាសា4ខែខែភាសា4ខែខែប្រាំងអាចជុំ5ខែ75ខែ75ខែការចឹងខែភាសាលឿន4ខែកន្លះចាក់សានរួចយើងរងចាំមើលការលាស់ពន្លកនៃត្រួយផ្កាហើយជា15ថ្ងៃហ្នឹងគឺពន្លកនៃត្រួយផ្កាវាឡើងមកហើយបាទ15ទៅ25ថ្ងៃហ្នឹងគឺវាចេញឲ្យយើងច្បាស់ហើយយើងចាប់ដើមថែរហូតណាបាញ់តិចតួចដាក់ជីអីថែមទៅដាក់សានឬក៏ហៅដាក់ជីខោដៅហ្នឹង15ថ្ងៃទៅ18ថ្ងៃហ្នឹងយើងត្រូវតែប្រើពពួកមីក្រូសារធាតុម៉ាស្យូមសង្កសីកាល់ស្យូមឃើញពពួកហ្នឹងបាញ់លើស្លឹកដើម្បីឲ្យវាបំពេញអាហារដែលខ្វះបន្ថែមហ្នឹងហើយអត់ទាន់ប្រើប្រាស់ជីអីទេរងចាំមើលពន្លកនៃតងការហ្នឹងលូតលាស់មកហើយបាទក្នុងហ្នឹងដែរបើសិនជាស្លឹកខ្លាំងលីកមកកូនចៅក្នុងហ្នឹងដែរបើសិនជាពន្លកនៃតងការវាឡើងមកស្លឹកមកជាមួយខ្លាំងគេបន្ថែមគេហៅថាប៉ូស្យូមឲ្យបានខ្ពស់បំផុតដើម្បីទប់កុំឲ្យស្លឹកហ្នឹងវាលេបឬក៏បើសិនជាឃើញថាពន្លកវាខ្លាំងគេអាចប្រើប៉ូស្យូមក្លរ៉ាត8ខាំក្នុងទឹក 1000 លីត្រណាបាទ8ខាំទឹក 1000 លីត្របាញ់លាយជាមួយធម្មតាពេលដែលពន្លកត្រួយលាស់ថ្មីវាសត្វល្អិតវាចូលចិត្តចឹងយើងថែមសត្វល្អិតមួយទៅ2ដើម្បីការពារអាត្រួយពន្លកហ្នឹងវាសំខាន់ណាបាទកាលណាសត្វកាត់អាហ្នឹងវាដាច់ទៅវាធ្វើឲ្យផ្កាបែកញ៉ៃញ៉ៃវាអត់មានតងណាចុះបើយើងនិយាយពីការស្រោចស្រពបន្ទាប់ពីដំណាក់កាលណាដែលវាស៊ីទឹកច្រើនជាងគេចាប់ទឹកត្រូវការប្រើប្រាស់ចាប់តាំងពីការបញ្ជាខោដៅបាន2សប្តាហ៍ហ្នឹងគឺត្រូវតែដាក់ទឹកវាឲ្យសើមរហូតដើម្បីបើកអាហារឡើងវិញបាទដើម្បីពន្លកត្រួយផ្កាលូតលាស់បានលឿនហើយបើសិនជាអត់មានទឹកទេត្រូវតែឆ្នៃទៅវិញឲ្យមានទឹកក្នុងចន្លោះហ្នឹងគោលម្ដងឲ្យមានទឹកក្នុងហ្នឹងគឺឲ្យពន្លកនៃផ្កាវាចេញមកស្រុះគ្នាបាទព្រោះយើងចង់បានគុណភាពផ្លែហ្នឹងស្រុះគ្នាយើងបានប្រមូលផលតែម្ដងបាទ3 4ដងយើងយ៉ាងនេះទេហ្នឹងហើយចេញមកស្រុះតែម្ដងបាច់ប្រើទឹកជំនួយដើម្បីឲ្យវាចេញចុះបើយើងនិយាយពីក្តឹបទៅដល់ប្រមូលផលដំណាក់កាលមួយណាដែលវាស៊ីទឹកច្រើនមកចាប់តាំងពីផ្កាទៅប្រើប្រាស់ទឹកជាប្រចាំតែយើងបន្ថយនៅពេលជាប្រមូលផលដែរចិត្តប្រមូលផល20ថ្ងៃទៅបុកទឹកទៀតណាដើម្បីបន្ថែមវិញបន្ថែមទម្ងន់ឲ្យបានតាមស្តង់ដារចុះយកឲ្យប្រេះបុកខ្លាំងវិញ
មូលហេតុដែលបុកខ្លាំងហ្នឹងគឺដើម្បីបន្ថែមទម្ងន់បន្ថែមទំហំអាហ្នឹងគឺអត់មានត្រូវប្រេះបើសិនយើងប្រើជីត្រឹមត្រូវដាក់ទឹកពីដើមរហូតដល់នឹងត្រឹមត្រូវអត់ប្រេះមានតែចេះប្រេះទេវាសំខាន់នៅលើការប្រើប្រាស់ជីថ្នាំរបស់យើងណាបើយើងប្រើត្រឹមត្រូវសបកវាអត់ស្អិតក្រាស់ទេបើន័យថាអាហារអត់គ្រប់គ្រាន់បញ្ជូនទៅឲ្យផ្លែហ្នឹងអញ្ចឹងសបកnóអត់ក្រាស់អញ្ចឹងណាបាទបើសិនជាអាហារគ្រប់គ្រាន់ពីដើមរហូតទៅដល់ចិត្តបេះហ្នឹងគឺយើងបុកទឹកមិនក៏មិនបែកដែរចុះណាពីជើងប៉ែលផ្លែណាតែពីច្រើនមួយចំនួនគាត់យល់ថាការប្រើប្រាស់ទឹកខ្លាំងពេកវាបែកហ្នឹងហើយពីច្រើនកសិករគាត់លើកឡើងអញ្ចឹងមូលហេតុគឺគាត់ដាក់ជីលើសបែរលើអាសូតហ្នឹងណាលើអាសូតហ្នឹងហើយលើអាសូតពេលយើងបុកទឹកខ្លាំងទៅវាបឺតជីកាន់តែទឹកមានអាសូតដែរថែមទៀតថែមទៀតទៅវាបែកហើយអញ្ចឹងការប្រើប្រាស់ជីត្រូវយើងបើកទឹកយើងបើកជាស្មើទៅថាយើងដាក់កន្លះម៉ោងតែមុនបេះហ្នឹង20ថ្ងៃឬ5 10ថ្ងៃត្រូវដាក់ទឹកហ៎ទឹកបុកចុះបើយើងគិតចឹងចុះមុនប្រហែលថ្ងៃដែលយើងផ្អាកដាក់ទឹកបណ្ដោយឬក៏អត់ទេតែ5ថ្ងៃទេតែ5ថ្ងៃយើងផ្អាកបណ្ដោយហ្នឹងហើយ5ថ្ងៃដាក់ទឹកប៉ុណ្ណឹងហើយផ្អាកដើម្បីរក្សារសជាតិវាឬក៏មិនទេដើម្បីរក្សារសជាតិផ្អែមហ្នឹងហើយវាមិនពេចបាច់ពេលគេបេះបាទតែប៉ុណ្ណឹងចុះបើយើងនិយាយពីបញ្ហាប្រឈមលើមានបៃលិនបងបញ្ហាប្រឈមមានអីខ្លះការមុនយើងសម្រាប់ចិត្តដាក់យើងបានសិក្សាទីផ្សារហើយមិនចឹងបាទអញ្ចឹងយើងនិយាយថាទីផ្សារយើងអត់និយាយទេអូខេយើងផាត់ចោលណាយើងធៀបចិត្តអញ្ចឹងអ្វីដែលសំខាន់ហ្នឹងពេលដែលហានិភ័យដែលយើងខ្លាចទិន្នផលវាអត់បានល្អគឺពេលផ្កាមានព្រាជ្រុំយើងត្រូវរៀបចំថ្នាំឲ្យការពារបាក់តេរីលើទងផ្កាជំងឺប្រកាសបាទសម្រាប់បាក់តេរីជំងឺហ្នឹងបាទលើទងផ្កាធ្វើឲ្យផ្កាកាន់ក្តឹបបានច្រើនហ្នឹងហើយអញ្ចឹងมันមានថ្នាំបច្ចេកទេសដែលថែទាំទងផ្កាហ្នឹងយើងត្រូវមានសិក្សាវាហ្នឹងមកតទៀតបាទផុតពីហ្នឹងទៅយើងត្រូវរកក្រុមបច្ចេកទេសដែលតែងក្តឹបព្រោះថាធម្មតាពេលបានក្តឹបច្រើនហ្នឹងមិនមែនថាយើងសុបាយចិត្តទេយើងត្រូវរកក្រុមបច្ចេកទេសដែលតែងក្តឹបមកបានស្តង់ដារណាអត់ដាច់តែដាច់ផ្លែអត់សូវធំដូចគ្នាមិនឃើញមានផ្លែច្រើនសុបាយចិត្តទេយើងត្រូវតែមានដំណាក់កាលគេវគ្គអញ្ចឹងត្រូវថែទាំការថែទាំក្តឹបតាក់តែងក្តឹបវាអញ្ចឹងណាបាទចុះបើតើតើមួយសត្វអត់មានសត្វអត់ទេថាបញ្ហាប្រឈមសម្រាប់យើងមានគឺដែលសំខាន់បច្ចុប្បន្នរោងចក្រដែលវិជាទិញគេហាមប្រាច់ទី1អុចខ្មៅចៃសពីមុខខាងហើយថ្នាំដែលគេហាមគាត់មានប្រភេទថ្នាំយើងដឹងក្នុងបាទហ្នឹងហើយចឹងការពារតាអុចខ្មៅហើយនឹងអុចខ្មៅជំងឺមែនឬសត្វហ្នឹងជាមួយជំងឺអុចខ្មៅទៅលើផ្លែវាហ្នឹងពពុះផ្សិតហ្នឹងហើយឬបាក់តេរីអាហ្នឹងកើតចេញបាក់តេរីហើយនឹងថប់បាទបាយថប់ធូរ៉ាហ្នឹងអាហ្នឹងហើយការពារហ្នឹងការមានហ្នឹងទៅគេយកទៅអប់ទៅវាបែកវាស្អុយមកបាទគឺវាមិនមានអីច្រើនទេណាអត់ច្រើនទេមានតែលឺកសិករខ្លះគាត់ថាមានតកៅស៊ីដែរតកៅហ្នឹងវាជារឿងទូចទេណាធម្មតាទេធម្មតាពេលប្រឈមកតាចង្រៃវាតែតែមានហើយគាត់ថាចោះផ្លែស៊ីចោះផ្លែហ្នឹងហើយវាមានតែយើងប្រើថ្នាំឲ្យត្រូវទៅលែងមានទេណាលែងមានជាបញ្ហាអញ្ចឹងយើងពិនិត្យជាប្រចាំរាល់មួយសប្តាហ៍យើងត្រូវទៅពិនិត្យវាម្ដងដើម្បីតាមដានមើលថាការលូតលាស់បើសិនជាដំណាក់កាលក្តឹបណាវាមានបញ្ហាក្តឹបអីអត់មានសត្វមកគេមកចោះហើយយើងត្រូវប្រើប្រាស់ថ្នាំឆ្លាស់ទៅតាមពេលវេលាការពិនិត្យរបស់យើងហ្នឹងអញ្ចឹងណាយើងមើលអញ្ចឹងថាអីហ្នឹងអញ្ចឹងយើងអាចប្រឹក្សាយោបល់បានពោងអីទៅដើម្បីហ្នឹងហើយគាត់មានថ្នាំទីសកម្មឲ្យថ្មីបាញ់តែម្ដងសម្រាប់បានគ្រប់មុខតាមខ្លះគេបាញ់តែម្ដងទេតែគេបានតាំងពីតកៅបានតាំងពីសត្វស្លាបក្នុងហ្នឹងវាមានទីសកម្មច្រើនក្នុងហ្នឹងឆ្លាស់ទៅទៅមកទៅដើម្បីកុំឲ្យសត្វហ្នឹងឌឺចុះពីច្រើនស្តង់ដារគេយកផ្លែទំហំប៉ុណ្ណាមកគេមានຂະຫນាតគេវាស់ណាគេមានប្រាប់វាស់ណាតែបើជាយើងគិតសាមញ្ញវា5មីលីម៉ែត្រក្នុងវងវា
25 chứ bao giờ cả score thầm nào có miễn đi vui thì gồm bàn smart đơn chỉ khát nghề trường mấy đấy chơi con đâu còn mấy chơi thông chiêng mấy đá cái anh nhầm bà này anh cái trâu bọc kia này đâu vậy chẳng và mấy đá dương tốt dương mơ mấy chơi hay cái khát vong như thế cái pra cắt và dương nó tốt đá cái pra cắt đọp á cả đọp này phần năng này hay này chạm phần năng cứ trôi lên vậy ok bố trẻ nhưng chụp cả score là còn lựa là ha vì chắc bong con trao một cái đây đấy con trao microphone này chân này chân vì chắc nhưng chụp cả score còn lựa là tha con trao vì chân cái bây giờ ta là lò ở đây cái bài miền lịch mũi đó lịch buồn nó phải chỉ là làm việc đó đồng phải việc rồi tại mà dân thì cái bài đó hai miền là dân sự bố nó miền việc khoác khăn lên tim xa cái bài là lịch buồn nó hôm đó làm sắp tới sai việc rồi nhưng chụp nè bà nhưng chụp nè con trao vì chân cứ cái lực lao rất là lò được ông tại vì chân cả có môi trường tối rồi có lực lao thaผมbà cái bể sọ bể ấy vậy nè và thay chỉ có thợ trâu song đa bảo kê rồi bây giờ trâu song đa kì trâu song đa đấy bây giờ tất cả đại mình chụp cron bây giờ plei trâu song đa មួយទៀតជីក៏មិនគ្រប់គ្រាន់ព្រោះគុណភាពផ្លែឲ្យបានធំភាគរយនៃលេខ1ដល់លេខ4ហ្នឹងវាតិចបាទពីច្រើនគេយកចាប់ពី1លេខ2លេខ3លេខ1លេខ2លេខ3លេខ13លេខហ្នឹងបងណាលេខ4ហ្នឹងគេយកតែ15ទៅ20%ទេអូខេអញ្ចឹងគេដាក់លាយគ្នាក្នុងការបេះហ្នឹងគឺមានតកាសឬក៏តែការតកា20គីឡូបេះគេរៀបតាមចែកទេសរបស់គេអ្នកបេះហ្នឹងទៅតែបើយើងធ្វើបានលេខ1ដល់លេខ4លេខ3ហ្នឹងល្អគឺច្រើនគឺស្ទើរតែគ្មាននេះទេអស់អស់អញ្ចឹងចាំបាច់យើងត្រូវតាក់តែងមេឃហ្នឹងគោលបំណងដើម្បីឲ្យអាហារដែលផ្ដល់ឲ្យវាគ្រប់គ្រាន់វាអត់ខ្វះធ្វើឲ្យក្តាប់ផ្លែហ្នឹងវាអត់ក្រិនបាទនឹងផ្លែវាធំស្មើគ្នាហ្នឹងហើយគោលបំណងនៃការតាក់តែងក្តាប់វាហ្នឹងគឺអញ្ចឹងហើយតែងវាដើម្បីឲ្យវាធំស្មើគ្នាមកហើយរឿងថ្នាំជីអីវាមានច្រើនប្រភេទបើថាយើងប្រើទៅតាមពេលវេលាតាមកលក្ខណៈដែលយើងត្រួតពិនិត្យតាមណាមយើងវាមានផលប៉ះពាល់អីខ្លះអញ្ចឹងបាទយើងអាចយកថ្នាំមកប្រើប្រាស់បានហើយមាននេះវាក៏យើងប្រាប់វិធីសាស្ត្រនៃការធ្វើជាខដៅតាមបច្ចេកទេសតាមទម្លាប់របស់គាត់ធ្វើទទួលបានផលគាត់ធ្វើតាមហ្នឹងខ្លះប្រើប៉ូស្យូមប្ររ៉ាតសុទ្ធខ្លះប្រើសូដ្យូមលាយជាមួយប៉ូស្យូមបាទហើយលាយជាមួយជីខ្លាយខ្លះដើម្បីទុកនៅពេលដែលភ្លៀងខ្លាំងភ្លៀងខ្លាំងធម្មតាសូត្រវាឡើងហ្នឹងហើយយើងអត់មានពួកជីទុកសូត្រឡើងតើយើងទុកប្រើជីខ្លះគេប្រើប៉ូស្យូមប្ររ៉ាតទុកមកបាញ់ទុកដោយបាញ់ទៅស្លឹកវាអត់លូតលាស់ទេប៉ូស្យូមផ្លាតគឺបង្អាក់មកហ្នឹងហើយតែវាការលូតលាស់ការបាទចុះបងបើយើងឥឡូវយើងនិយាយដល់ផលវិញបើយើងគិតក្នុងមួយដើមយើងគិតថាអាចបានប្រមាណគីឡូបងវាទៅតាមអាយុហើយយើងចំណេញបានមិនដែរសម្រាប់មានបៃលិនទៅតាមអាយុដើមរបស់មានហើយនឹងការដាំរបស់គាត់តើគាត់ដាំចន្លោះប៉ុន្មានខ្នាតណាបើគាត់ដាំរង្វើលបានន័យថាសម្រាប់មេឃហ្នឹងគឺអាចវាមានលទ្ធភាពលូតលាស់បានជុំវិញហ្នឹងគឺវាលូតលាស់បានវែងឥឡូវនិយាយពីបបផ្សារបងឯងមានបងឯងប៉ុន្មានឆ្នាំយើងដាំចន្លោះពី8x8 ឬ8x10 ហ្នឹងគឺការប្រមូលផលហ្នឹងគឺចាប់ពីឆ្នាំទី3ឡើងទៅមកដើមអត់ក្រោមពី150គីឡូទេ150គីឡូហ្នឹងហើយហើយក្នុងមួយដើមយើងចំណេញបានឬក៏វាយទៀតថា100គីឡូចុះអញ្ចឹង100គីឡូបើយើងគិតថា3000វា30,000ណាមួយដើមហ្នឹងហើយហើយយើងចំណាយអាម៉ានមួយដើមហើយមួយដើមបើយើងធ្លាប់គិតកណនីមួយដើមចំណាយតាំងពីដើមថែតាក់តែងរហូតដល់ប្រមូលផលវិញហើយជា$18អស់ហ្នឹងណាបាទអញ្ចឹងវា$18យើងអាចថាខ្ទង់មើល$20 $80,000ណាបាយថា$20ចាណាថា$28,000ចាតាម$8,000ណា$80,000 $10,000ចាអញ្ចឹងយើងបាន30,000អញ្ចឹងវាចំណេញបាន$20,000ដែរណាក្នុងដើមយើងអាចចន្លោះហ្នឹងគូសមដែរតែបើដើមលើវាចេញមកស្អាតវាថាលើសពី100គីឡូក្នុងដើមខ្លះមាន200គីឡូអូអញ្ចឹងគុណនឹង2អញ្ចឹងទិន្នផលវាតាមហ្នឹងហ្នឹងហើយ
យើងអាចនិយាយថាចឹង តែវាច្រើនដែរមិនខាតទេបង ខាតមាន ខាតលុះត្រាតែទីផ្សារវានេះក៏មិន ដូចខ្ញុំនិយាយករណីដែលយើងធ្វើស្លឹកចុងក្រោយគឺស្លឹកសំខាន់កាលណាធ្វើស្លឹកឲ្យបានល្អចេញឲ្យបានអស់ក្នុង100ដើមឧទាហរណ៍100ដើមគាត់ចេញបានតែ60ដើមទេ បាទ ពេញណាយើងគិតអញ្ចឹងបានន័យថា100ហ្នឹងអត់បានពេញហ្នឹង ហើយដែលគាត់បាញ់គាត់បាញ់ឆ្នាំទាំងអស់ខាតបាត់ហើយ អូខេ មួយឆ្នាំដូចគ្នាគេធ្វើបាន100ដើមគាត់ធ្វើបាន60ទេ40ដើមបាញ់ឆ្នាំចោលហើយអត់បានមកវិញហើយមួយទៀតធ្វើតាក់តែងផ្លែអត់បានល្អផ្លែច្រើនពេកអត់ធំស្តង់ដារបាន ហ្នឹងក៏ខាតយើងដែរ ចូលកុងត្រាអត់កើត លក់បានតែតិចតួចអញ្ចឹងទៅណាសល់ គេ1ម៉ៅថ្លៃឡុងគេអត់ឲ្យតម្លៃថ្លៃទេអញ្ចឹងគាត់ខាតបាទអាហ្នឹងណាហ្នឹងខ្ញុំជួបដែរពួកកសិករខ្លះគាត់គេគាត់ដូចខ្ញុំនិយាយខាងដើមមិញប្រាប់បងហ្នឹងថាគេបេះតាណាល្អហ្នឹងហើយចឹងបើយើងក៏អត់ត្រូវស្តង់ដារគេ សំខាន់ណាស់ស្តង់ដារពូ បាទ បច្ចុប្បន្នបើយើងមិនធ្វើឲ្យបានស្តង់ដារទេរោងចក្រក្រុមហ៊ុនដែលទទួលទិញហ្នឹងគឺគេអត់បេះឲ្យយើងទេបេះក៏បេះគេបេះយកតែដែលចំនួនដែលគេថាឃើញថាគុណភាពបានណា បាទ សមបាន ដែលគេអាចយកបាន គេឲ្យយើងលក់ទាំងក្រៅក៏បានឬក៏អត់លក់ក្រៅទេគេទិញតែក្នុងតម្លៃមួយវាថោកមែនតើគិតទៅ1គីឡូតែ300ណាថាមានតែលេខណា 300 បាទនេះចូលស្តង់ដារបានគឺមានតម្លៃកុងត្រាពេញតែលេខតែ300ទេ បាទ អញ្ចឹងស្មើនឹងមានអត់ល្អ ហ្នឹងហើយ អញ្ចឹងគេឲ្យយើងម៉ៅទៅខាងក្រៅក៏បានអត់ម៉ៅទេគេយកតែក្នុងតម្លៃមួយគេដាក់អញ្ចឹងធ្វើមួយចំនួនខាតដែលគាត់គិតអត់ដល់ថាធានចំណាយទៅលើជីហើយមួយទៀតប្រព័ន្ធទឹកប្រព័ន្ធស្រោចស្រពហ្នឹងសំខាន់មែនតើព្រោះមានប៉ៃលិននេះវាថាវាត្រូវការទឹកច្រើនហើយបើទឹកយើងស្រោចតែអង្គុលទេបើន័យថាប្រព័ន្ធស្រោចស្រពវាស្រោចអត់ដល់សម្រាប់មេឃហ្នឹងធ្វើឲ្យការបឺតអាហារវាមិនបឺតតែអង្គុលណាវាបឺតនោះក្រៅឬស្បាយឬអីនៅនេះវិញបាទ ស្បាយនៅនេះអញ្ចឹងគាត់បាច់សាច់តែអង្គុលវ៉ែសើមតែអង្គុលតែខាងក្រៅអត់បានអញ្ចឹងអាគុណភាពផ្លែវាមកហ្នឹងក៏វាអត់បានវាផ្លែធំដកដោយមេឃអញ្ចឹងណាបាទខ្ញុំមើលមួយចំនួនគាត់គេថាគាត់បើកតែអង្គុលតែនេះវាជ្រាបមកហើយគាត់គិតចឹង ជ្រាបទេវាជ្រាបទៅក្រោមមកនេះជាបញ្ហាមួយដែលគាត់បានស្វែងយល់អ្នកខ្លះគេតថែម4 finger ក្នុងម្ដង ហ្នឹងហើយខ្ញុំឃើញថាដល់14នេះសងខាងខាងនេះ2ខាងនោះនេះ ឥឡូវយើងអាចសាច់បានម្ដងនេះ បាទ យ៉ាប់មែនយើងអាចដល់ចុះបានអញ្ចឹងយើងប្រើប្រាស់បានឆ្នាំហ្នឹងខាងក្រោយយើងត្រូវថែមហើយបំបែកខ្នែងវាកដាមួយទៀតមក ចាឥឡូវយើងជាចុងក្រោយអ្វីដែលបងគិតថាជាសារសំខាន់សម្រាប់អ្នកមើលនេះថាសារសំខាន់សម្រាប់គាត់ដែលអ្នកដែលគាត់ធ្វើមានបៃលិនថាអ្វីដែលយើងយកចិត្តទុកដាក់សំខាន់ សម្រាប់ខ្ញុំគិតថាជូនដល់កសិករគាត់សំខាន់បំផុតគឺមុននឹងយើងគិតថាយើងដាក់បជាមានយើងត្រូវដឹងថាប្រភពទឹករបស់យើងប្រើប្រាស់គ្រប់គ្រាន់អត់ព្រោះមានបៃលិននោះសំខាន់ទឹកបើគ្រប់គ្រាន់យើងដាក់តែបើអត់គ្រប់គ្រាន់ទេយើងរំពឹងភ្លៀងជួយ វាហានិភ័យណា ឧទាហរណ៍ថាពេលយើងត្រូវស្រោចទឹកជាប្រចាំតែយើងអាចខានស្រោចទឹកធ្វើឲ្យមានក្រិនផ្លែពេលវាក្រិនហើយវាធំយឺតហើយស្តង់ដារដែលគេត្រូវកាន់គឺអត់បានទេវាធ្វើឲ្យការខាត់បងទៅឲ្យចំណុចហ្នឹងច្រើនហើយទី2គាត់ត្រូវតែថែទាំឲ្យបានស្លឹកយ៉ាងហោចណាស់3ទ្រួយហើយឲ្យបានស្លឹកធំដើម្បីបើអាហារបានគ្រប់គ្រាន់ផ្លែធំតាមស្តង់ដារបាទហើយបើយើងថែទាំវាបានទេការបញ្ជាខុសរដូវហ្នឹងវាធ្វើឲ្យធ្វើការចេញផ្កាអត់បានពេញភាគរយហ្នឹងវាធ្វើឲ្យគាត់ខាតដែរហ្នឹងហើយ សំខាន់ហើយយើងមុននឹងដាក់ហ្នឹងយើងត្រូវសិក្សាទីផ្សារឲ្យបានច្បាស់ហើយនឹងប្រភពទឹក ពីរនេះសំខាន់ បាទសំខាន់មែនតើហើយថែកតាសត្វល្អិតហើយនឹងនេះវាដូចជាមិនចោតខ្លាំងទេ ចោតទេព្រោះអីបច្ចុប្បន្នយើងមានក្រុមហ៊ុនដែលផលិតថ្នាំបាទច្រើនមុខសម្រាប់កម្ចាត់កតាចង្រៃហ្នឹង ហ្នឹងហើយសំខាន់តែពីរមុខហ្នឹងសំខាន់តែវាមានកតាចូលរួមជាច្រើនដូចខ្ញុំនិយាយតាំងពីខាងដើមហ្នឹងវាមានកតាដែលធ្វើឲ្យទិន្នផលបាន
តិចឬច្រើនវាមានតិចហ្នឹងបច្ចេកទេសហ្នឹង បាទ ហើយយើងគួរតែបន្ថែមទៅលើជីកំប៉ុស្ត ត្រូវ ដើម្បីកាត់បន្ថយចំណាយព្រោះជីគីមីវាថ្លៃបច្ចុប្បន្នបើ ហ្នឹង យើង ហើយថ្លៃ រកវិធីរកបច្ចេកទេសផលិតជីកំប៉ុស្តថែមដាក់តាមគល់វាកាត់បន្ថយចំណាយហើយកាលណាយើងកាត់បន្ថយចំណាយបានផលចំណេញហ្នឹងវាអាចកើនឡើង ត្រូវ ហ្នឹងឯង ហ្នឹងបងតែឥឡូវទីផ្សារ ហើយ បច្ចុប្បន្នមានប៉ៃលិនអញ្ចឹងទីផ្សារតម្លៃមិនដែរបងលើថ្លៃប៉ុន្មានលើ ដូចជាតាមខែ1ខែ1ប្រមូលផលក្នុងខែ1វាតម្លៃ 3000 3000 បាទបើខែ2ដូច 3500 5 បាទហ្នឹង តែបងបានកងត្រានៅឬនៅវាតោះនេះណា នៅឯដល់ពេលប្រកាសបានយើង ពេលបែបកាប់បានរៀបចំណាអូខេ តែខាងក្រុមហ៊ុនគេទេសួររហូតដែរថា ចាក់ថ្ងៃណាដើម្បីគេ តែបើយើង មានអញ្ចឹងណា បងធ្វើនេះរំពឹងក្នុងខែណាមកផល យើងដាក់ខែនេះហើយខែចុងខែនេះចុងខែ12 ចុងខែ12យើងមកផល ចុងអំឡុងខែហ្នឹងបាន ក្នុងខែ12 តម្លៃមិនដែរ អាហ្នឹង 3000 3000នេះ ចាប់ពីខែ12ខែ1ហ្នឹងដូចជាតម្លៃ 3000 ដល់ខែ2ទៅបានចូល 3500 បាទ ខែ3អាចតម្លៃផ្សេង អូនិយាយទៅ អញ្ចឹងពេលវេលាចូលខែ3ទៅបានន័យថាគាត់ត្រូវប្រើប្រាស់ទឹកច្រើនអញ្ចឹងការចំណាយ ការចំណាយច្រើន ជាងយើង ហ្នឹងហើយ ដាក់ក្រោមខែ12ចុះក្រោម អញ្ចឹងតម្លៃបានល្អដែរ គាត់ឲ្យខ្ពស់ជាងយើងដាក់នៅខែភាសាជូបផ្ទៀងច្រើនណា បាទ ហ្នឹងហើយ ពីច្រើននេះគេនាំចេញទៅចិនមកណា យកទៅចិនហើយទៅឥណ្ឌូនេស៊ីទៅទីផ្សាររបស់គេវាច្រើនមានទៅអឺរ៉ុបទៀតឥឡូវមានអឺរ៉ុបទៅអឺរ៉ុបអញ្ចឹងខាងក្រុមហ៊ុនដែលយើងសហការហ្នឹងគឺគេមានទីផ្សាររបស់គេបីរហូតឥឡូវអត់អីឲ្យតែយើងមានឲ្យគេវាអត់ចោលទេណា បាទ ហើយ សំណួរមួយទៀតបើសិនជាមានកសិករគាត់ចង់ដាំតែយើងគួររីកមិនណែនាំឲ្យគាត់ដាំចន្លោះគុំប្រមាណដើម្បីយើងគិតថាអាចចំណេញហើយល្អ ដើម្បី គុំប្រមាណគុណប្រមាណ វាអាស្រ័យទៅជំរឿរបស់គាត់ដែរអ្នកខ្លះគាត់មានដីតិចតួច បាទ គាត់ចង់ដាំ ដី ញឹ ទូ ក ច តិចដើម្បីបានចំនួនដើម ច្រើន ច្រើន ចំណេញក្នុងរយៈពេល អាយុក្រោម10ឆ្នាំឬក៏ ហ្នឹង 7 ឆ្នាំចុងក្រោម ហ្នឹង គឺ បាទ គាត់អាចដាំរៀងញឹកតិចបានអាច8 គុណ 6 បាទ ចន្លោះហ្នឹងវាល្មមគាត់ដាំបានញឹកតិចតែចាប់ពី10ឆ្នាំហើយទៅគាត់ទៅកាត់ចោលមួយ មកជួនេះ កាត់ចន្លោះចោល ឆ្លោះ មួយ ហ្នឹងហើយ តែបើគាត់ដីធំទលាគាត់គួរតែដាក់10 គុណ ហើយ 8 បណ្ដោយទៅ 10 គុណ 10ក៏បានដែរ បាទ ហ្នឹងហើយអាហ្នឹងតែម្ដងហើយយើងគ្រាន់តែរៀបចំតាក់តែងមេឃរាល់ការប្រមូលផលរួចតាក់តែងមេឃឲ្យល្អដល់បានហើយ បាទ មិនបាច់កាត់ជំរឿរបស់គាត់ អរគុណច្រើនបង អរគុណដូចគ្នាបងអូនមកលេង